បាទជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងនឹងតាមដានព័ត៌មានថ្មីបន្តទៀតបាទក្តៅទាក់ទងជាមួយនឹងស្ថានភាពព្រំដែនរវាងកម្ពុជានិងថៃបាទសម្រាប់ថ្ងៃទី8 ខែ 12 ឆ្នាំ 2028 នេះបាទវេលាថ្ងៃនេះតែម្ដងបាទគឺព័ត៌មានខាងយោធាថៃបានបើកការប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់លើក្រុងប៉ោយប៉ែតបាទវាជាសាហាវទៅហើយបាទពុកម៉ែបងប្អូនយើងអត់ដឹងនិយាយយ៉ាងម៉េចជាមួយនឹងពួកអាចសៀមនឹងបាទយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់លើក្រុងប៉ោយប៉ែតទាំងកណ្ដាលថ្ងៃត្រង់ខណៈមានពលរដ្ឋស៊ីវិលជាច្រើនរស់នៅនិងប្រកបអាជីវកម្មដោយសប្តាហ៍យោធាថៃយកលេសចោតកម្ពុជាចល័តទ័ពនិងសភាវុធចង់ឈ្លានពានថៃបងប្អូនបានស្ដាប់ការអានព័ត៌មាននេះហើយគឺយើងមានអារម្មណ៍ថាហួសចិត្តនឹងពូជសាសន៍មួយនេះតែម្ដងគឺខ្លាញ់បដ ாய் ពូជសាសន៍មួយនេះអត់ដឹងថាវាជាមនុស្សឬក៏ជាសត្វណាពុកម៉ែបងប្អូនកម្ពុជាយើងមិនដែលមានចិត្តថាចង់ឈ្លានពានប្រទេសគេទេព្រោះប្រទេសគេនោះវាធំជាងប្រទេសខ្លួនឯងយើងដឹងទាំងអស់គ្នាហើយប៉ុន្តែអាចឈ្លានពាននេះអានេះដូចកាលខ្ញុំនៅក្មេងហ្នឹងឮចាស់គាត់តែនិយាយថាចង់ស៊ីសាច់ឆ្កែចតឆ្កែហ្នឹងថាជាឆ្កែឆ្កួតទៅបានសាច់ឆ្កែហ្នឹងមកស៊ីបាទអានេះធ្លាប់ឮចាស់គាត់និយាយអញ្ចឹងបាទតែយើងឃើញជាក់ស្ដែងពូជសៀមហ្នឹងគឺវាប្រើវិធីសាស្ត្របែបហ្នឹងដើម្បីចង់បានប្រទេសកម្ពុជាយើងគឺពួកវាយកលេសថាកម្ពុជាយើងនឹងឈ្លានពានវាមុនដើម្បីវាចូលឈ្លានពានយើងស្របច្បាប់ដើម្បីបានប្រទេសយើងបាទតាមតែចិត្តរបស់គុនខ្មែរពុកម៉ែបងប្អូនគឺមែនតែតាមតែចិត្តខឹងយើងគួរបើមានកម្លាំងយើងវាយយកខេត្តសុរិន្ទមកវិញបាទដែលវាយកទៅប្រមាណ60ខេត្តជាង60ខេត្តបាទកាសែតថៃឈុតខ្មៅសុតរាយការណ៍ដោយស្រង់សំណេរពី Facebook កងទ័ពជើងគោកថៃនៅរសៀលថ្ងៃទី8 ខែធ្នូថាយោធាថៃបានទម្លាក់គ្រាប់ពីលើអាកាសបំផ្លាញទីតាំងមួយកន្លែងនៅតំបន់ភូមិភាគ 5 របស់កម្ពុជាបាទសាហាវពួកនេះបាទយើងអត់មានអីតបទល់គេបងប្អូនដល់ពេលវាហោះបានតាមអំពើចិនអញ្ចឹងទៅវាបានដៃសម្ងាយថៃកំពុងបានដៃទៅបាទគឺកំពុងបានដៃបាទក្រសួងការពារជាតិកម្ពុជាអះអាងថានៅវេលាម៉ោង 11:06 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់ចំនួន2គ្រាប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាទខេត្តបន្ទាយមានជ័យខេត្តខ្ញុំនឹងឯងបាទអ្នកភូមិបានចលះសឹកអស់ហើយបាទក្រសួងការពារជាតិកម្ពុជាមិនទាន់ចេញប្រតិកម្មនឹងចោទប្រកាន់នេះទេប៉ុន្តែយ៉ាងណាក៏ដោយកម្ពុជាតែងតែបញ្ជាក់ថាខ្លួនពុំឈ្លានពានទឹកដីថៃឡើយដោយរក្សាជំហរវាយបកការពារខ្លួនពីការឈ្លានពានតែប៉ុណ្ណោះបាទមែនបងប្អូនអានឹងគឺពិតប្រាកដគឺអញ្ចឹងមែនហើយយើងកម្ពុជានឹងបានតែមកតបគេទេបងប្អូនតបឲ្យតែជាប់យើងតែមានកម្លាំងណាដើម្បីវាយទៅឈ្លានពានពូជថៃនឹងបាទពូជសាសយើងល្អណាស់បាទអត់តែមានខ្ញុំនិយាយមានគឺ slot ហើយស្មោះត្រង់អត់ដែលចេះប្រខូចកាច់សាសដទៃទេបាទអត់ដែលប្រខូចដើម្បីឈ្លានពានប្រទេសគេទេយើងមើលកាលពី
តូចខ្ញុំចូលចិត្តមើលរឿងថៃដែរពីមុនឃើញថាឆ្ងល់រឿងថៃគ្រប់រឿងភាគច្រើនគឺខូចអញ្ចឹងហ្មងគឺល្បិចកលច្រើនបាទដូចអ្វីដែលយើងឃើញបច្ចុប្បន្នអញ្ចឹងពីចំណាំមើលអ្នកដែល fan រឿងថៃគាត់មើលគាត់ដឹងហើយថាគឺសឹងគ្រប់រឿងបណ្ដោយគឺសម្បូរទៅដោយល្បិចកលបាទអញ្ចឹងយើងបន្តទៅមុខទៀតបាទចាំបន្តិចបាទសំណួរស្រីបាទបងប្អូនចាំបន្តិចវាអត់ទៅមុខចង់គៀងមិនអត់ចង់ទៅមុខចាំបន្តិចបាទនេះជា slide ចុងក្រោយបាទនៅរសៀលថ្ងៃដដែលនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃបាទលោកទូចសុខៈសរសេរលើ Facebook បញ្ជាក់ថាយោធាថៃបានទម្លាក់គ្រាប់បែកចំនួន3គ្រាប់ចូលតំបន់ទីប្រជុំជនស៊ីវិលដែលជាឃ្លាំងរបស់ឧកញ៉ាវងឌួងនៅចំណុចភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតបាទវាលេងកណ្ដាលក្រុងប៉ោយប៉ែតហើយបងប្អូនទីក្រុងដែលស្អាតរបស់យើងតាមជាដែនដែរបាទគឺក្រុងប៉ោយប៉ែតនឹងបាទហេតុការណ៍នេះបណ្ដាលឲ្យខូចខាតអគារមួយខ្នងសម្ភារៈមួយចំនួននិងអ្នករងរបួសស្រាល2នាក់បាទហើយកាលពីបន្ទាប់ពីវាទម្លាក់ក្រុងប៉ោយប៉ែតហើយបងប្អូនគឺវាបានទៅទម្លាក់នៅនឹងកូនដំរីក្បែរទីក្រុងសិរីសភ័ណ្ឌទៀតបាទគឺថ្ងៃនេះគឺវាបានវាយប្រហារមកលើកម្ពុជាយើងមិនដកដៃទេបាទគឺមិនដកដៃទេបាទខ្ញុំសូមអាប់ដេតព័ត៌មានប្រចាំថ្ងៃប៉ុណ្ណឹងហើយខ្ញុំនឹងអាប់ដេតព័ត៌មានបន្តទៀតបាទសូមអរគុណសូមជម្រាបលាចំពោះកំហុសខុសឆ្គងណាមួយក៏សូមអធិស្ឋានផងបាទព្រោះខ្ញុំបាននេះបាទគឺជាអ្នកសារព័ត៌មានតាម page Facebook តាម page YouTube បាទសូមអរគុណសូមជម្រាបលាបាទ